Khang cặp bột ấy nắng cái đòn môn dương người khai năng ngày chẳng dương đó khỏi cái mặt khai bà cho mình thấy terrain nơi mình đôi cái chập tâm chập đam đó thì sọp đa terrain nơi khai sấy sấy cái đó du thay dương hai cái đó cặp bút về chật ó hỏi khang cái nó về trong này cái bờ mô port ó hỏi lớn luôn bà năng ngày dương tâm chập đào mày anh ấy cái ta ấy là bờ tam ở cà phê do năng cái ta thò mà chia đá tẹt tinh cho môi năng cà sệt thiệt nơi khang dương về tẹt chè năng ngày nơi khang cái sọc khổm cái đỡ cái chanh môn cái chả môn tôm môn năng ngày choสำหรับรสជាតិសាច់អីវាអត់ជីកទឹកដូចថាវារៀងអៀចអត់ស្រួយអត់នេះដូចគេវាធម្មតាដូចគេដែលតែគាត់នៅវាទុំក្រោយគេឬយ៉ាងម៉េចពាក់ព័ន្ធរសជាតិសាច់ទឹកឆ្ងាញ់ដូចគេធម្មតាអត់មានខុសគ្នាទេពេលខ្លះក៏យើងចង់ឆ្ងាញ់ជាងផងអានេះវាពាក់ព័ន្ធទៅនឹងតាក់ទិនជាមួយនឹងការទុកឲ្យវាទុំចូលជាមួយនឹងការកាត់យើងយកកាត់យកមកបន្ទុំទៅទុកគម្រប់ថ្ងៃវានៅពេលដែលវាទុំតាមអដែងអ្វីដែលយើងកំណត់វាដំបូងពេលដែលវាទុំថ្មីយើងហែកទៅវាសាច់វាស្ងួតឆ្ងាញ់ណាហើយបើយើងទុកវាយូរតិចវាអាចជ្រាយសាច់អីចឹងប៉ុន្តែរសជាតិវាមិនខុសគ្នាប្រហែលទេបាទខ្ញុំឮកសិករខ្លះគាត់លើកថាterrain ដែលនៅតាមបណ្ដាខេត្តផ្សេងគេថាតែ90ថ្ងៃទៅ100ថ្ងៃអីវាទុំតើterrain នៅមណ្ឌលគិរីវាមានរយៈពេលដូចគ្នាហ្នឹងឬក៏លើសអត់ទេ terrain នៅមណ្ឌលគិរីមានរយៈពេលវែងជាងបាទបើយើងគិតពីអាយុផ្លែរបស់វាតាំងពីវាចាប់ផ្ដើមកើតក្តឹបមករហូតដល់វាដែលវាចាស់គឺវាមានអាយុប្រមាណជា120ថ្ងៃអូបាទអញ្ចឹងខុសប្លែកពីបណ្ដាដូចterrain នៅបែកម្លូងនៅកពតអីគេខ្ញុំលើតែគេថាដែរទេគឺថាចាប់ពី90ថ្ងៃទៅ100ជាងថ្ងៃគឺទុំអញ្ចឹងបាទខាងយើងខាងគេដែលមានអាកាសធាតុក្តៅគេដាំterrain នឹងប្រមាណដើមដែរបងអូជាការterrainខ្ញុំដាំដំបូងពេលហ្នឹងគឺមាន2ប្រភេទទី1មានមុនថងទី2ដែលយើងហៅថាសាច់ទឹកដោះគោហ្នឹងណាហើយទី2មានពូជប្រភេទអូខាហ្នឹងហើយយើងមកដល់ពេលនេះវាផ្លែឆ្នាំទី9ហើយចំនួនប្រមាណដើមដែរមកបច្ចុប្បន្នសរុបទាំង2ប្រភេទហ្នឹងមាន800ដើមនិងយើងទៅដាំថ្មីអាយុបានប្រហែលជា2ឆ្នាំ3ឆ្នាំហ្នឹងមានជាង300 400ដើមទៀតបងសម្រាប់ចង្ការterrainបើយើងគិតជាចំនួនហាត់តើក្នុងមហត្តាហ្នឹងមានប្រមាណដើមដែរបងចង្ការ terrain បើយើងគិតជាចំនួនហាត់ពីព្រោះយើងដាំដើម terrain យើងដាក់គម្លាតវាពីចម្ងាយពីមួយដើមទៅមួយដើមហ្នឹងប្រមាណជា10ម៉ែត្រអញ្ចឹងមហាត់វាមានមាន100ដើមហ្នឹងហើយខាងកពតអីហ្នឹងគេដល់មុនយើងមួយខែហ្នឹងហើយអញ្ចឹងយើងដល់ក្រោយគេមួយខែបាទខ្ញុំមានថាterrain នៅមណ្ឌលគិរីទំចាប់ដើមដល់ទេស្របពេលដែលterrain នៅខេត្តផ្សេងគេដល់យូរថ្ងៃជាងយើងហើយគេដល់ការពិតវាចិត្តអស់ហើយខាងគេហ្នឹងវាចុងហើយគេប្រមូលផលអស់ហើយឥឡូវនោះបាទហ្នឹងហើយយើងទំចាប់ដើមឯងអានេះកតាអីខ្លះបើតាមការពយល់នឹងកតាធម្មជាតិដែរតេតិនជាមួយនឹងអាកាសធាតុនៅខាងយើងវាត្រជាក់ហ្នឹងហើយនៅខាងគេសុខក្រមគេក្តៅគេចេញមុនគេចាស់មុនទុំមុនហ្នឹងហើយចុះសម្រាប់រសជាតិសាច់អីវាអត់ជីកទឹកដូចថាវារៀងអៀចអត់ស្រួយអត់នេះដូចគេវាធម្មតាដូចគេដែលតែគាត់នៅវាទុំក្រោយគេឬយ៉ាងម៉េចពាក់ព័ន្ធរសជាតិសាច់ទឹកឆ្ងាញ់ដូចគេធម្មតាអត់មានខុសគ្នាទេពេលខ្លះក៏យើងចង់ឆ្ងាញ់ជាងផងអានេះវាពាក់ព័ន្ធទៅនឹងតាក់ទិនជាមួយនឹងការទុកឲ្យវាទុំចូលជាមួយនឹងការកាត់យើងយកកាត់យកមកបន្ទុំទៅទុកគម្រប់ថ្ងៃវានៅពេលដែលវាទុំតាមអដែងអ្វីដែលយើងកំណត់វាដំបូងពេលដែលវាទុំ
ថ្មីយើងហែកទៅវាសាច់វាស្ងួតឆ្ងាញ់ណាហើយបើយើងទុកវាយូរតិចវាអាចជ្រាយសាច់អីចឹងប៉ុន្តែរសជាតិវាមិនខុសគ្នាប្រហែលទេបាទខ្ញុំឮកសិករខ្លះគាត់លើកថាតរិនដែលនៅតាមបណ្ដាខេត្តផ្សេងគេថាតែ90ថ្ងៃទៅ100ថ្ងៃអីវាទុំតើតរិននៅមណ្ឌលគិរីវាមានរយៈពេលដូចគ្នាហ្នឹងឬក៏លើអត់ទេតរិននៅមណ្ឌលគិរីមានរយៈពេលវែងជាងបាទបើយើងគិតពីអាយុផ្លែរបស់វាតាំងពីវាចាប់ផ្ដើមកើតក្តឹបមករហូតដល់វាដែលវាចាស់គឺវាមានអាយុប្រមាណជា120ថ្ងៃអូបាទអញ្ចឹងខុសប្លែកពីបណ្ដាដូចតរេននៅបែកម្លូងនៅកពតអីគេខ្ញុំឮតែគេថាដែរទេគឺថាចាប់ពី90ថ្ងៃទៅ100ជាងថ្ងៃគឺទុំអញ្ចឹងបាទខាងយើងខាងគេដែលមានអាកាសធាតុក្តៅគេឆាប់ទុំនៅចាស់មុនយើងបាទមិនអញ្ចឹងmột đẹp và thật ngày vẫn công lại tới gì à đâu mấy cái đó là bạn thấy